Được xuân ởគ្នាចឹងថ្ងៃនេះខ្ញុំបង្ហាញវីដេអូមួយពីរបៀបក្នុងការដែលអ្នកនរគ្នាស្វែងរក issue ឬក៏វិភាគទៅលើ analyze log នៅក្នុង Fortinet firewall ចឹងជាធម្មតាក្នុងការ configuration គឺវាលឿនទេប៉ុន្តែអ្វីដែលបញ្ហាគឺនៅពេលដែលអ្នកនរគ្នាជួប issue ណាមួយឬក៏ problem ដែលវាកើតឡើងដែលយកទៅហេតុដែលយើងអាចបានដឹងមុនចឹងអ្នកនរគ្នាត្រូវចេះពិនិត្យមើលរបៀបមើលទៅលើ log ថាតើ firewall របស់យើង log យើងត្រូវ check ពីណាទៅណាយើង check ដឹងយ៉ាងម៉េចអូខេអញ្ចឹងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកនរគ្នាអូខេអញ្ចឹងសម្រាប់វគ្គ FortiGate ខ្ញុំនឹងបរៀននៅចុងខែ5ហ្នឹងអ្នកដែលចាប់អារម្មណ៍អាចចុះឈ្មោះជាមួយខ្ញុំបានខ្ញុំដាក់នៅក្នុង channel ហើយអូខេវគ្គ$60 free marketing អូខេអញ្ចឹងអ្នកនរគ្នាចូលទៅកាន់structure របស់យើងមក structure របស់យើង simple ទេអ្នកនរគ្នាអញ្ចឹងជាធម្មតាអ្នកនរគ្នាមាន firewall មួយហើយមាន ISP រត់ចូលមកកាន់ firewall អ្នកនរគ្នាបន្ទាប់មកអ្នកនរគ្នាឃើញមានខ្ញុំដាក់ switch មួយ switch នេះគឺជា switch ធម្មតាទេអញ្ចឹងយើងមានបែងចែកមក LAN user របស់យើងអញ្ចឹង LAN របស់យើងគឺ IP 0ចុចណា network របស់យើងណាអូខេអញ្ចឹងខ្ញុំធ្វើការ delete ចេញចឹងអ្នកនរគ្នាចូលទៅកាន់firewall របស់យើងមកចឹងនេះគឺជា firewall របស់ខ្ញុំណាចឹងរបៀបចូលរបៀប configuration អីគឺតាំងពីដើមមកខ្ញុំបានបរៀនហើយអ្នកនរគ្នាអាចចូលទៅមើល playlist របស់ខ្ញុំទៅនៅលើ FortiGate playlist ណាអូខេចឹងជាធម្មតាខ្ញុំចង់ check ដឹងថាតើ user របស់ខ្ញុំអាច access អីខ្លះចឹងអ្នកនរគ្នាត្រូវទៅមើលនៅក្នុង log នេះ log and report ចឹងកន្លែងនេះគឺជា forward traffic ចឹងជាធម្មតាដើម្បីឲ្យបាននៅកន្លែង traffic ដែលយើងចេញចូលបានគឺអ្នកនរគ្នាត្រូវទៅមើលនៅក្នុង policy and object ចឹង policy object គឺជាកន្លែងច្រកកំណត់ច្រកចេញចូលថាតើយើងចង់ឲ្យវាចេញទៅណា land user land អីរបស់យើងណាចឹងអ្វីដែលអ្នកនរគ្នាត្រូវពិនិត្យមើលគឺកន្លែងនេះកន្លែង log allow traffic ចឹងកន្លែងនេះអ្នកនរគ្នា tick យក all session ហើយនឹង generate log when session start ចឹងកន្លែងនេះ enable វាដើម្បីឲ្យថាឲ្យវា record នៅរាល់សកម្មភាពនៅពេលដែល PC ឬក៏ computer ឬក៏ device នៅក្នុង LAN របស់យើង access ទៅកាន់អ៊ីនធឺណិតឬក៏ access ទៅកាន់នរណាម្នាក់គឺវានឹង record ចូលទៅក្នុងកន្លែង report log and report ហ្នឹងតោះណាចឹងនៅក្នុងនេះអ្នកនរគ្នាឃើញមាន forward traffic ចឹង forward traffic វានឹងធ្វើការ record ទៅលើអឺសកម្មភាពឬក៏ activity device របស់យើងថា device នៅក្នុង LAN របស់យើងរត់ទៅណាអូខេជាក់ស្ដែងអ្នកនរគ្នាឃើញមាន source source ហ្នឹងបើយើងប្រៀបធៀបទៅអ្នកនរគ្នាមកមើលនៅលើ infra របស់យើង source គឺមានន័យថា user របស់យើង Windows 10 Windows 7 Windows អីហ្នឹង access ណាអានេះគឺមួយ block នេះគេហៅ source ហើយណា source គឺមានន័យថាអ្នកដែលផ្ដើមប្រភព destination ចេញទៅណាណា destination គឺចេញទៅក្រៅចេញទៅក្រៅគឺចេញទៅណាចេញទៅកាន់អ៊ីនធឺណិតណាគាត់អាច access ទៅកាន់ website ផ្សេងផ្សេងអញ្ចឹងអានេះគេហៅថា process នៃfirewall របស់យើងអូខេអញ្ចឹងអ្នកនរគ្នាចុចលើវាមួយមកអញ្ចឹងខ្ញុំចង់ដឹងថាតើ IP source 0.3ហ្នឹង access ទៅណាអូខេខ្ញុំចុចលើវាមកវាមានកន្លែង log detail អញ្ចឹងជាធម្មតាវាឆ្លងកាត់ NAT ឆ្លងកាត់អីដើម្បីឡើងទៅកាន់អ៊ីនធឺណិតតោះនេះអញ្ចឹងកន្លែងនេះវាដាក់ source IP 0.3 NAT IP ឡើងទៅតាមរយៈអឺ WAN របស់យើងណា source port អីផ្សេងៗ destination ទៅកាន់ website ណាមួយនេះគឺជា public IP របស់ website ហ្នឹងតាមរយៈ port 443ណានេះមានន័យថាគាត់ម៉ាស៊ីនដែលមាន IP 0.3នេះកំពុងតែ access ទៅកាន់ website ហ្នឹងតោះណាអូខេអញ្ចឹងបើសិនជាមាន application អីផ្សេងៗវានឹងធ្វើការអញ្ចឹង action កន្លែងនេះគឺមាន accept មានន័យថានៅពេលដែល Windows នឹង access ទៅកាន់ website ហ្នឹងគឺត្រូវបានអនុញ្ញាតណា data ហ្នឹងគឺអាច firewall របស់យើងអនុញ្ញាតតាមរយៈ policy អូខេវាមានអីផ្សេងៗទៀតនៅក្នុងហ្នឹងអញ្ចឹងនេះគឺជា lock ហ្នឹងគឺសំខាន់មែនទែននៅពេលដែលអ្នកនរគ្នា configuration ឬក៏ជួបបញ្ហាអីគឺត្រូវដាច់ខាតត្រូវមកមើល lock ណាមើល lock ដើម្បី check ដែរចឹងខ្ញុំចង់ដឹងទៀតដែរថាតើ IP 0.3ហ្នឹងម៉ាស៊ីនហ្នឹងឈ្មោះអីគេអូខេចឹងខ្ញុំ check ទៅកន្លែងណាខ្ញុំ copy 0.3តោះមកអ្នកនរគ្នាចូលមកកាន់អឺ network ហើយ port មួយណាដែលអ្នកនរគ្នាបោះទៅកាន់
ជា LAN របស់អ្នកនរគ្នាអ្នកនរគ្នាមើល infra របស់យើង LAN របស់យើងគឺ port លេខ1អញ្ចឹងអ្នកនរគ្នាចុចកន្លែង interface អូខេចឹងអ្នកនរគ្នាចុចកន្លែង port LAN មកនេះណារបស់ click លើវាមកអ្នកនរគ្នា scroll មកខាងក្រោមអ្នកនរគ្នាឃើញមានពាក្យ advanced មួយហើយតើមកអ្នកនរគ្នា scroll មកទៀតអ្នកនរគ្នាឃើញមានពាក្យថា add from DHCP client ចឹងអ្នកនរគ្នាឃើញមាន IP 0.3ចឹង0.3ហ្នឹងគឺកំពុងតែ access ទៅកាន់ website នេះអូខេនេះហើយឈ្មោះវាថា user PC ចឹង user PC នេះគឺជាឈ្មោះ Windows 7របស់ខ្ញុំនេះនេះដែលខ្ញុំកំពុងតែ access អូខេចឹងដើម្បីថាឲ្យងាយស្រួលទៀតអ្នកនរគ្នាត្រូវនៅក្នុង LAN របស់អ្នកនរគ្នាខ្ញុំ suggest អាចធ្វើការ rename ម៉ាស៊ីនកុំព្យូទ័ររបស់បុគ្គលិកយើងឲ្យទៅជាឈ្មោះឬក៏ position របស់គាត់ស្រួលនៅពេលដែលមានបញ្ហាអ្នកនរគ្នាមក check ដេញមកដល់ពេលឧទាហរណ៍ថាមាន user ខ្លះព្យាយាម access ទៅកាន់ fake website ឬក៏ទៅកាន់ website game website អីយើងអាច track ដឹងលឿនបានជាងយើងគ្រាន់ចូលមកដល់កន្លែងនេះយើងដឹងអូ IP ប៉ុណ្ណេះម៉ាស៊ីននេះឧទាហរណ៍ HRM ឬក៏ IT ឬក៏ sale ឬក៏ marketing យើងដាក់ទៅឃើញមកអញ្ចឹងយើងអាចធ្វើការ check ដេញលឿនហើយយើងអាចតាក់ទងប្រកបលឿនជាងពេលខ្លះយើងអាចបាន rename ម៉ាស៊ីនយើងពិបាកបាទណាអូខេនេះគឺជារបៀបក្នុងការយើងនឹង check ទៅលើ firewall log របស់យើង log report ហ្នឹងគឺ line forward traffic នេះគឺមានន័យថា user សកម្មភាព user យើងចេញចូលទៅកាន់ internet ណាឡើងទៅកាន់ internet ឡើងអីផ្សេងៗអូខេសម្បីតែការ access ពី network មួយទៅ network មួយក៏វានៅក្នុង forward traffic ដែរចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេសម្រាប់ចែកជូនដល់អ្នកនរគ្នាជួបគ្នាវីដេអូក្រោយអរគុណ